ការសិក្សាមិនមែនជាគោលដៅដែលត្រូវបញ្ចប់ត្រឹមតែសញ្ញាបត្រនោះទេក៏ប៉ុន្តែវាជាដំណើរជីវិតមួយដ៏វែងឆ្ងាយជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel មាគ៌ាអ្នករៀនជាមួយខ្ញុំបាទហេមសុភាខ្ញុំធ្លាប់ជាមន្ត្រីរដ្ឋបាលនៅរដ្ឋបាលខណ្ឌមរោគហើយនៅពេលបច្ចុប្បន្ននេះក៏ជាមន្ត្រីរដ្ឋបាលនៅសាលាគ្រូកសោខេត្តផងដែរបន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បញ្ញាបត្រនៅមនោបណ្ឌិតរដ្ឋបាលសាធារណៈខ្ញុំយល់អំពីតម្លៃនៃការចែករំលែកហើយនេះខ្ញុំបង្កើតនៅ Channel នេះឡើងក្នុងគោលបំណងចង់ចែករំលែកអំពីគន្លឹះនិងបទពិសោធន៍ជាក់ស្ដែងដើម្បីរៀនឲ្យបានចប់និងប្រឡងចូលក្របខ័ណ្ឌរដ្ឋឲ្យបានជោគជ័យហើយបន្ថែមលើនេះគឺចង់ចែករំលែកអំពីចំណេះដឹងខ្លះៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាលក៏ដូចជាវិស័យអប់រំខ្ញុំជឿជាក់ថាចំណេះដឹងដែលមានភាពស្ថិតស្ថេរហ្នឹងទាល់តែចំណេះដឹងដែលត្រូវបានចែករំលែកដើម្បីរួមដំណើរជាមួយខ្ញុំជាមួយមាគ៌ាអ្នករៀននេះសូមបងប្អូនជួយចុច Subscribe ផងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្តទៀតសូមអរគុណសូមជម្រាបលា